វត្តវត្តភ្នំវត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្ដល់ឈ្មោះដល់ទីក្រុងមួយនេះវត្តភ្នំមានកម្ពស់27ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ1373និងជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញចេតិយនិងព្រះវិហារនៅវត្តភ្នំបានកសាងជាច្រើនដងគឺនៅក្នុងឆ្នាំ1434ឆ្នាំ1806ឆ្នាំ1894និងឆ្នាំ1926ដែលធ្វើឲ្យទីនោះមានសម្រស់កាន់តែប្រសើរឡើងក្នុងការកន្លងទៅហើយក្នុងគ្រិស្តសករាជ1372មានដូនចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានលំនៅនៅក្បែរច្រាំងទន្លេ4មុខផ្ទះរបស់គាត់សាងសង់នៅលើទីទួលមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេក៏ជន់លិចរហែករហាចដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែប្រទះឃើញដើមកគីមួយយ៉ាងធំអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូររសងចុះឡើងដើមកគីនោះក៏ចេះតែអណ្ដែតវល់នៅក្បែរច្រាំងនោះលុះដូនពេញឃើញដូច្នោះក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយដើម្បីយកដើមកគីនោះមកលើគោកអ្នកជិតខាងក៏នាំគ្នាយកពូចងហើយអស់រំកិលបន្តិចម្ដងទាល់តែមកដល់មាត់ច្រាំងពេលនោះដូនពេញយកកំណាត់ឈើទៅកោសគៀដើម្បីសម្អាតភក់ចេញគាត់ក៏បានឃើញនៅក្នុងប្រហោងនៃដើមកគីនោះមានព្រះពុទ្ធរូប4ព្រះអង្គតូចដែលធ្វើអំពីសំរឹទ្ធនិងទេវរូបមួយអង្គទៀតដែលធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរមានព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់សាំងហើយព្រះកេសគឺបួងដោយរើសបានរបស់គោរពជាទីបូជាក៏នាំគ្នាដង្ហែមកកាន់ផ្ទះរបស់ដូនពេញហើយដូនពេញបានចាត់ការសាងសង់ខ្ទមតូចមួយដើម្បីតម្កល់ជាទីបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅជិតផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែនបន្ទាប់ពីនោះគាត់ក៏ឲ្យគេអាចឈើកគីនោះធ្វើជាសសរវិហារដែលគាត់បំរុងសាងសង់ភ្នំក្នុងទីនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកជាច្រើនអ្នកស្រស់ស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងដែលប្រក់អំពីស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយគាត់នាំគ្នាដង្ហែនៅព្រះពុទ្ធរូបសម្រិទ្ធទាំង4អង្គទៅតម្កល់ទុកនៅក្នុងព្រះវិហារនោះចំណែកឯទេវរូបមួយអង្គទៀតគាត់ដង្ហែទៅតម្កល់ទុកនៅលើអាសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថាទេវរូបនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានភាពដូចជាលាវគាត់ក៏បានសន្មតនាមថាអ្នកតាព្រះចៅនាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះនៅខាងក្រោយវត្តមានចេតិយបុរាណមួយដែលតម្កល់អធិធាតុព្រះបាទពញ្ញាយ៉ាតព្រះរាជាដែលបានយាងចាក់ចោលទីក្រុងអង្គរក្នុងឆ្នាំ1431នៃគ្រិស្តសករាជស្ដូបរំលឹកអនុស្សាវរីយ៍នេះមានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃជើងភ្នំកូនភ្នំនេះត្រូវបានគ្របដណ្ដប់និងហ៊ុំព័ទ្ធទៅដោយដើមឈើតំបន់ត្រូពិចដែលតំណាងឲ្យវិស័យផ្សេងដែលបានចាក់ឫសនៅពាសពេញប្រទេសដើមឈើទាំងនេះបានក្លាយទៅជាទីជម្រកសម្រាប់សត្វស្វានិងបក្សាបក្សីជាពិសេសគឺសត្វជ្រឹងធំដែលកំពុងតែតោងមែកឈើទាំងឡាយការសាងសង់វិហាររួចដូនពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះនៅទិសខាងជើងទើបមានឈ្មោះថាភ្នំដូនពេញដែលសពថ្ងៃហៅកាត់ថាវត្តភ្នំតាំងពីពេលនោះរហូតមកដល់សពថ្ងៃនិមិត្តរូបព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំបង្ហាញពីការប្រគល់ខេត្តទាំង3ឲ្យមកខ្មែរវិញនៅឆ្នាំ1907រមណីយដ្ឋានវត្តភ្នំមានកេរដំណែលនិងស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនដែលបន្សល់ទុកតាំងពីការកកើតរាជធានីភ្នំពេញដំបូងក្នុងសតវត្សទី14មកម្លេះក្នុងចំណោមនោះរូបសំណាកព្រះបាទស៊ីសុវត្ថិដែលតម្កល់ទុកនៅត្រង់ចង្កេះភ្នំដូនពេញផ្នែកខាងត្បូងក៏ជាកេរដំណែលប្រវត្តិសាស្ត្រមួយដ៏សំខាន់ផងដែរក្នុងសម័យកម្ពុជាស្ថិតនៅក្រោមរាជអាណានិគមជាបាបារាំងព្រោះថារូបសំណាកនេះជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃខេត្តសៀមរាបបាត់ដំបងនិងសេរីសុភ័ណ្ឌឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញព្រះបាទស៊ីសុវត្ថិត្រូវបានក្រុមជំនុំព្រះបរមរាជវាំងរៀបចំពិធីអភិសេកឲ្យឡើងគ្រងរាជសម្បត្តិក្នុងគ្រិស្តសករាជ1906បន្ទាប់ពីព្រះបាទនរោត្តមទ្រង់ចូលសោយទីមង្គតទៅកាលនោះព្រះបាទស៊ីសុវត្ថិមានប្រជញ្ញ64ព្រះវស្សាមុនឡើងគ្រងរាជសម្បត្តិព្រះបាទស៊ីសុវត្ថិគឺជាស្ដេចព្រះឧបរាជដ៏ក្លាហានមួយអង្គដែលមិនចេះខ្លាចញញើតឡើយចំពោះការនាំទ័ពធ្វើសង្គ្រាមបង្ក្រាបពួកបះបោរក្នុងគ្រិស្តសករាជ1861 1886
បណ្ដាប្រជារាស្ត្រគោរពស្រឡាញ់ព្រះអង្គជាក្សត្រដែលមានព្រះទ័យទូលំទូលាយចេះរាក់ទាក់និងយោគយល់អធ្យាស្រ័យល្អចំពោះអ្នកផងទាំងពួងស្នាមព្រះហស្ថរបស់ព្រះអង្គគឺទ្រង់បានកសាងវិទ្យាល័យមួយស្ថិតនៅក្រោយព្រះបរមរាជវាំងមានឈ្មោះថាវិទ្យាល័យស៊ីសុវត្ថិនៅពេលដែលព្រះអង្គបានឡើងសោយរាជ្យក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិក្រៅពីទ្រង់បានបង្កើតព្រះរាជបណ្ណាល័យសម្រាប់តម្កល់សិភៅធម៌និងក្បួនច្បាប់សម្រាប់ជនទាំងឡាយទៅសិក្សាទ្រង់បានកសាងសាលាបាលីសម្រាប់បង្រៀនប្រត្រៃបិដកកសាងសាលារចនានិងសារមន្ទីរសម្រាប់ជនទាំងឡាយទូទៅសិក្សាពងសាវតាហើយនឹងបង្កើតឲ្យមានសាលាច្បាប់សម្រាប់មន្ត្រីរាជការនៅមានព័ត៌មានមួយទៀតសំខាន់ណាស់គឺនៅគ្រិស្តសករាជ1907ប្រទេសសៀមបានចុះសន្ធិសញ្ញាជាមួយរាជការអាណាព្យាបាលបារាំងប្រគល់ខេត្តបាត់ដំបងស៊ីសុផុននិងសៀមរាបឲ្យមកខ្មែរវិញបន្ទាប់ពីខេត្តស្ទឹងត្រែងមលូព្រៃនិងទន្លេពៅត្រូវបានសៀមប្រគល់ឲ្យមកខ្មែរវិញម្ដងរួចមកហើយនៅក្នុងគ្រិស្តសករាជ1904គឺដោយសារស្នាមព្រះហស្ថរបស់ព្រះបាទស៊ីសុវត្ថិទាំងអស់នេះហើយដែលនាំឲ្យមានការស្ថាបនារូបសំណាកព្រះអង្គឡើងខាងលើដើម្បីទុកជានិមិត្តរូបតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញភាគខាងត្បូងតាំងពីពេលនោះមកប៉ុន្តែរូបសំណាកដូចបានឃើញសពថ្ងៃនេះពុំមែនជារូបសំណាកដើមទេគឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើមតាមសំណុំពររបស់អាជ្ញាធរក្រុងភ្នំពេញនៅពាក់កណ្ដាលខែមករាឆ្នាំ1998រូបសំណាកនេះចម្លងសាងសង់ឡើងពីស៊ីម៉ង់ចំណែករូបសំណាកដើមត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិដោយអ្នកគ្រប់គ្រងមន្ទីរអភិរក្សបុរាណវត្ថុតាំងពីក្រោយព្រឹត្តិការណ៍ថ្ងៃ18មីនាឆ្នាំ1970មកម្លេះរូបសំណាកនោះធ្វើអំពីលបាយលោហៈធាតុមានស្ពាន់ភាគច្រើនក្នុងឆ្នាំ1909បើពិនិត្យទៅលើផ្ទាំងរូបសំណាកនេះឃើញថានៅចុងលើបង្អស់នៃផ្នែកខាងឆ្វេងមានសរសេរអក្សរបារាំង2តួគឺអក្សរ AS ប្រែថាសាធារណរដ្ឋបារាំងនៅពីលើតួអក្សរនេះមានចុងដងទង់ជាតិមួយតូចឆ្លាក់ជារាងផ្កាម្លិះគឺដើមរុក្ខជាតិតូចមានផ្កាសនិងក្លិនក្រអូបដើមវាជានិមិត្តរូបនៃភាពបរិសុទ្ធនិងផ្កាជានិមិត្តរូបនៃរាជាធិបតេយ្យនៃប្រទេសបារាំងភ្ជាប់នឹងដងនេះក៏ជាទង់ជាតិប្រទេសបារាំងមានពណ៌ខៀវសក្រហមដែលត្រូវបានពលថ្មើរជើងម្នាក់កំពុងឈរវន្តនាការដោយដៃស្ដាំកាន់កាំភ្លើងបញ្ឈរស្របនឹងជើងហើយដៃឆ្វេងទាញទង់ជាតិនោះឲ្យលាតសន្ធឹងពីលើនៅពីលើថ្មមានឆ្លាក់ភាសាបារាំងដែលប្រែជាភាសាខ្មែរថាសន្ធិសញ្ញាបារាំងសៀមចុះថ្ងៃទី15ខែមីនាឆ្នាំ1907ខេត្តបាត់ដំបងសៀមរាបស៊ីសុផុនខាងក្រោមអក្សរចារឹកនេះមានរូបសំណាកជនជាតិបារាំង Dorozo de Cauchon ដែលជាកុងស៊ុលប្រចាំនៅខេត្តបាត់ដំបងនៅឆ្នាំ1903ដែលតាមឯកសារលោកតូចឈួងចុងក្រោយបង្អស់នៃផ្នែកខាងឆ្វេងគឺជារូបក្បាលដំរីលេចចេញពីក្របសិលាចារឹកផ្នែកកណ្ដាលនៃរូបសំណាកជារាជបល្ល័ង្កលម្អដោយក្បាច់នាគក្បាល3ព្រះបាទស៊ីសុវត្ថិទ្រង់ប្រថាប់ក្រោមព្រះរាជស្វេតឆ័ត្រនិងទ្រង់គ្រឿងអមពពស្ដាជាស្ដេចកំពុងគ្រងរាជចំណែកនៅខាងស្ដាំវិញជារូបនារី3នាក់មានសម្លៀកបំពាក់ខុសៗគ្នានិងមានកាន់ពានម្នាក់មួយនារីទី1ស្លៀកសម្លៀកបំពាក់រូបចម្លាក់អប្សរានៅប្រាសាទអង្គរវត្តមានកាន់ពានមួយតម្កល់រូបតាមរយៈនេះអ្នកជំនាញខាងបុរាណវិទ្យាបានសន្និដ្ឋានថារូបនារីទី1ជាតំណាងឲ្យខេត្តសៀមរាបរីឯនារីទាំងពីរខាងក្រោយតំណាងឲ្យខេត្តបាត់ដំបងនិងស៊ីសុផុនពីព្រោះខេត្តទាំងពីរនេះគឺនៅជាប់ប្រទេសសៀមហើយសម្លៀកបំពាក់របស់នារីទាំងពីរក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រីបម្រើក្នុងព្រះរាជវាំងប្រទេសទាំងពីរគឺកម្ពុជាសៀមនាសម័យនោះផងដែរនារីទាំងពីរមានកាន់ពានតម្កល់ថង់ត្រាពណ៌បៃតងនិងត្រាពណ៌លឿងនារីទី3កាន់ពានតម្កល់ខ្លងគឺបំពង់មានក្របខ្លីឆ្លាក់ធ្វើដោយក្រឡឹងនិងសិតខ្លងស្ពាន់ខ្លងភ្លុកពណ៌បៃតងសម្រាប់ដាក់ឯកសារជាលាយលក្ខណ៍អក្សរនារីទាំង3នាក់ធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរគឺព្រះបាទស៊ីសុវត្ថិខាងលើនៃផ្ទាំងសិលាចារឹកនេះមានរូបនាគពណ៌បៃតងនិងខាងក្រោមក្បាលនាគមានរូបក្បាលដំរីលេចចេញពីផ្ទាំងសិលានោះផងដែរ